ម៉ែបងប្អូនទាំងអស់គ្នានេះគឺជាផលិតផលកូនខ្មែរអាចធ្វើបានអញ្ចឹងខ្ញុំចង់ណែនាំឲ្យបងប្អូនស្គាល់ជាមួយនឹងផលិតផលកូនខ្មែរលេខ1គុណភាពល្អពិតៗដែលអាចជួយដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្មែរយើងគឺបានច្រើនណាស់នៅពេលបច្ចុប្បន្ននេះហើយនេះគឺជាតែ GT សញ្ញាក្រូចឆ្មាបងប្អូនគ្នាទៅដល់តែក្រូចឆ្មានេះគឺល្អមែនទេសម្រាប់បងប្អូនញ៉ាំដើម្បីសុខភាពល្អបាទបងប្អូនផលិតផលនេះរបស់ខ្មែរហើយអត់មានជាតិគីមីបងប្អូនប្រើទៅជាខុសបំណងទេតែ GT នេះពូកែណាស់ពុកម៉ែបងប្អូនសម្រាប់អ្នកដែលលើសអាស៊ីតលើសឈាមលើសខ្លាញ់ឈឺសន្លាក់ខ្លាញ់រោមបេះដូងខ្លាញ់រោមថ្លើមខ្លាញ់រោមសរសៃឈាមស្ពឹកដៃស្ពឹកជើងឲ្យតែបានប្រើគឺមិនខុសបំណងទេគឺប្រើទៅបានជាពិតៗពីព្រោះថាខ្ញុំនិងបងប្អូនរបស់ខ្ញុំគឺបានប្រើហើយគឺល្អពិតមែនហើយខ្ញុំក៏ធានាជូនថាប្រើទៅគឺបានផលពិតៗឃើញថានៅពេលបច្ចុប្បន្ននេះបងប្អូនខ្មែររបស់យើងជាច្រើនមែនទែនដែលកំពុងតែប្រើប្រាស់ជាមួយនឹងផលិតផលនេះអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើការឆាតមកសាកសួរបានឬក៏តាក់ទងតាមរយៈលេខទូរស័ព្ទដៃនៅក្នុងវីដេអូនេះបាទអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាសូមសុខសប្បាយនិងជាពីជំងឺទាំងអស់គ្នាខ្លាញ់រោមបេះដូងបាទជាតិអាស៊ីតជួយលាងសម្អាតប្រភេទរបៀបនិងសម្រក់បាទពោះបាទការខ្ញុំឈឺហ្នឹងវាចូល3ឆ្នាំទៀតបាទការលាងសម្រានហើយសម្រានស្អីលក់ទេចេះតែប្រសាទប្រសល់តាំងពីបានប្រើមកសម្រានលក់ស្រួលតាំងពីខ្ញុំប្រើមកចូលតុង36ថ្ងៃដល់គ្រូបានហើយបាទគ្រូច្រើនតាំងយើងបាត់យើងមកដៃស្រួលមួយត្រូវអស់បងប្អូនត្រូវដែរបងប្អូនប្រើជឿតែទីប្រើទៅមិនខុសបំណងទេបាទអត់ត្រូវដាក់ខ្យល់ហើយនឹងគេតែឆ្អល់ណែក្នុងពោះពេលដែលខ្ញុំបានប្រើមួយយូរសាខ្ញុំមកពេលប្រើហើយហ្នឹងក៏យើងដាក់ខ្យល់ស្រួលបត់ជើងក៏ស្រួលប្រហែលជា2 3ថ្ងៃទេចាដាក់ខ្យល់ហ្មងនេះមែនព្រោះខ្ញុំបានប្រើមកនេះជាពាក្យពិតរបស់ខ្ញុំដែលបានប្រើមកឃើញសិតទៀតចឹងមែនសូម្បីតែពីមុនឡើងអាស៊ីតសាច់អត់ហ៊ានហូបទេហូបតែត្រីទេនិយាយត្រង់គឺហូបតែត្រីទេដល់ពេលឥឡូវខ្ញុំហូបតែនេះទៅខ្ញុំហូបសាច់ហូបអីបានបងប្អូនដែលលើសអាស៊ីតលើសជាតិខ្លាញ់ហ្នឹងហើយខ្លាញ់រោមបេះដូងសាកមើលទៅព្រោះតែ GT នេះគាត់បកកែស័ក្តិសិទ្ធខ្ញុំហូបទៅធ្វើឲ្យខ្ញុំស្រួលខ្លួន